នៃខ្លួនយើងតូចបំផុតហើយមានរស់រានមានជីវិតអញ្ចឹងវាផ្សំផ្គុំគ្នាទៅកោសិកាផ្សំផ្គុំគ្នាជាក្រុមមកថាកោសិកាសាច់ដុំទីផ្គុំគ្នាទៅជាសរីរាង្គសាច់ដុំសម្រាប់បំពេញមុខងារជាអ្នកកន្ត្រាក់កោសិកាប្រភេទជាក្របពេញវាប្រមូលផ្ដុំគ្នាបានច្រើនលានកោសិកាសូមគ្រប់ជំរាបសួរប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានប្រធានបទមួយពាក់ព័ន្ធជាមួយនឹងព័ត៌មានវិទ្យាសាស្ត្រពាក់ព័ន្ធជាមួយនឹងការព្យាបាលដោយប្រើកោសិកាហើយនិងការជួសជុលហ្សែនគេហៅថា cell therapy និង gene therapy អញ្ចឹងដើម្បីឲ្យងាយយល់ថាអ្វីទៅដែលគេហៅថា cell therapy ឬខ្មែរយើងហៅថាការព្យាបាលដោយប្រើកោសិការស់រានមានជីវិតទី2ដើម្បីឲ្យងាយយល់ថាអីទៅដែលហៅថា gene therapy បានន័យថាការព្យាបាលដោយប្រើហ្សែនឬដោយការជួសជុលហ្សែនអញ្ចឹងជាដំបូងខ្ញុំត្រូវឲ្យនិយមន័យអ្វីទៅហៅថា cell ឬគេហៅថាកោសិកាហ្នឹងហើយអ្វីទៅដែលហៅថាហ្សែនអញ្ចឹងបើយើងធៀបជាមួយនឹងខ្លួនមនុស្សយើងទាំងមូលគឺផ្សំឡើងអំពីភាគល្អិតតូចបំផុតរស់រានមានជីវិតគេហៅថាកោសិកាគឺជាភាគល្អិតនៃខ្លួនយើងតូចបំផុតហើយមានរស់រានមានជីវិតអញ្ចឹងវាផ្សំផ្គុំគ្នាទៅកោសិកាផ្សំផ្គុំគ្នាជាក្រុមមកថាកោសិកាសាច់ដុំទីផ្គុំគ្នាទៅជាសរីរាង្គសាច់ដុំសម្រាប់បំពេញមុខងារជាអ្នកកន្ត្រាក់កោសិកាប្រភេទជាក្របពេញវាប្រមូលផ្ដុំគ្នាបានច្រើនលានកោសិកាទៅជាកោសិកាក្របពេញកោសិកាសាច់ដុំតូចផ្ដុំគ្នារាប់រយលានកោសិកាទៅជាសាច់ដុំយើងទៅជាបេះដូងយើងមួយហ្នឹងទៅកោសិការបស់ថ្លើមប្រគំគ្នារាប់រយលានកោសិកាคล้ายទៅជាសរីរាង្គថ្លើមបំពេញមុខងារជាថ្លើមអញ្ចឹងកោសិកាគឺជាភាគល្អិតតូចបំផុតនៃរាងកាយរបស់យើងដែលរស់រានមានជីវិតហើយបំពេញមុខងារខុសគ្នាទៅតាមទីតាំងនៃសរីរាង្គដែលវានៅកោសិកាអាចរស់រានមានជីវិតបានប្រក្រតីទៅរាងសរីរាង្គរបស់យើងដំណើររស់រានមានជីវិតប្រក្រតីបំពេញមុខងារតាមធម្មតាមនុស្សយើងទាំងមូលមានសុខភាពល្អបំពេញមុខងារប្រក្រតីដែរអញ្ចឹងសរុបមកវិញដើម្បីឲ្យរាងកាយមនុស្សយើងទាំងមូលមានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តគឺលុះត្រាតែគ្រប់ភាគល្អិតនៃរាងកាយយើងទាំងអស់គឺភាគល្អិតនៃកោសិកាយើងទាំងអស់គ្រប់កន្លែងមានសុខភាពល្អរស់រានមានជីវិតនិងបំពេញមុខងារប្រក្រតីគ្រប់ផ្នែកទាំងអស់នៃរាងកាយយើងទើបមនុស្សយើងអាចមានសុខភាពល្អបានអញ្ចឹងកោសិកាអាចដំណើរការបានល្អរស់រានមានជីវិតបានល្អហើយនឹងបំពេញមុខងារបានល្អលុះត្រាតែប្រព័ន្ធខួរក្បាលរបស់វាដែលគេហៅថាហ្សែន